អូនធ្លាប់ដាក់ពាក្យប្រឡងនៅសាកលវិទ្យាល័យទាំងតែមិនដឹងថាខ្លួនឯងចង់រៀនមុខវិជ្ជាអីអត់អញ្ចឹងខ្ញុំចង់ចែករំលែកពីខ្ញុំខ្លួនឯងកាលពីឆ្នាំ1995ហ្នឹងខ្ញុំបានមកទីក្រុងភ្នំពេញមករៀនត្រៀមប្រឡងពេលនោះគោលដៅគឺមកប្រឡងសាលាពេទ្យតាមដែលឪពុកចង់ឲ្យរៀនហើយចិត្តហ្នឹងក៏ចង់ប្រឡងមេធាវីដែរប៉ុន្តែចៃដន្យពេទ្យហើយមេធាវីហ្នឹងគឺគេប្រឡងថ្ងៃតែមួយអញ្ចឹងជ្រើសរើសបានតែមួយគឺសាលាពេទ្យហ្នឹងឯងប៉ុន្តែបងប្អូនដឹងអត់ពេលខ្ញុំទៅរៀនជ័យថាវីគ្រូជ័យថាវីហ្នឹងគាត់បរៀនមុខវិជ្ជាគីមីហើយគាត់បរៀនសោះឡើងហៀទៅស្អាតតែចាប់កន្លែងមុនមិនបានអង្គុយហើយគាត់ប្រមូលលុយគ្រាន់តែឃើញលុយគេក្នុងចិត្តគាត់ថាអូអត់កើតទេត្រូវតែប្រឡងសាកលវិទ្យាល័យបង្រៀនធ្វើជាគ្រូបង្រៀនមុខវិជ្ជាគីមីដែរអញ្ចឹងក៏បានដាក់ពាក្យប្រឡងនៅសាកលវិទ្យាល័យភ្នំពេញយើងហ្នឹងដោយជ្រើសរើសមុខវិជ្ជាគីមីហើយដល់ពេលត្រឡប់មកដល់ផ្ទះវិញក៏ជួបនឹងកូនស្រីរបស់មិត្តភ័ក្តិរបស់ម៉ាក់គាត់ដាក់ពាក្យប្រឡងនៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រហើយក៏សុំពាក្យប្រឡងគេហើយក៏មកពេញដាក់នៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រដែរប្រឡងតាមគេបងប្អូនមិនមែនថាចិត្តខ្លួនឯងដឹងថាចង់រៀននៅហ្នឹងទេពេលនោះសរុបមកគឺខ្ញុំបានដាក់ពាក្យប្រឡងដល់ទៅ3មហាវិទ្យាល័យដូច្នេះអ្វីដែលខ្ញុំចង់ចែករំលែកថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនថាកុំឲ្យធ្វើដូចខ្ញុំពីព្រោះអ្វីដែលខ្ញុំធ្វើហ្នឹងគឺបានន័យថាខ្ញុំខ្លួនអាចដឹងថាចង់រៀនអីទេស្ទះអញ្ចឹងអ្វីដែលឃើញថាចង់ដាក់ក៏ដាក់ទៅអ្វីដែលយើងជួបប្រទះខ្ញុំជួបប្រទះគឺខាតពេលវេលាចាខាតពេលវេលាហើយខាតទាំងលុយដាក់ពាក្យទៀតក៏ទៅទិញតំងយកមកដាក់ពាក្យដូច្នេះខ្ញុំចង់ឲ្យបងប្អូនសួរខ្លួនឯងថាតើចូលចិត្តអីជាពិសេសការនៅរៀនបកកែមុខវិជ្ជាអីអញ្ចឹងយើងទៅរៀនមុខវិជ្ជាណាដែលយើងបកកែដើម្បីឲ្យយើងអាចរៀនបានល្អហើយយើងអាចចាប់អាជីពមួយដែលយើងស្រឡាញ់ពេញចិត្តនេះគឺជាសារសម្រាប់ថ្ងៃនេះ